បាទសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាបាទសម្រាប់ម៉ូតនេះគឺបងប្អូនធ្វើការទិញហើយចូលរស់នៅបានភ្លាមតែម្ដងហើយ Villa Print មួយនេះគឺស្ថិតនៅក្នុង Borai HM Lucky Home តែម្ដងហើយបងដែលធ្វើដំណើរមកបងប្អូនជិះតាមផ្លូវតនុកប់សៅបងប្អូនបាទជិះចូលតាមវត្តភ្នែតមក10នាទីមកដល់ទីតាំង Borai អីអញ្ចឹង Borai HM Lucky Home គឺអភិវឌ្ឍនៅលើផ្ទៃដីរហូតដល់150ហិកតាជាងនៅក្នុង Borai របស់យើងមានទាំងផ្សារសាលារៀនឧទ្យានធម្មជាតិរហូតដល់10ហិកតាឯណោះហើយម៉ូតនេះបងប្អូនធ្វើការទិញហើយគឺចូលរស់នៅបានភ្លាមតែម្ដងណាបងប្អូនអរគ្នាហើយបងប្អូនទទួលបានផ្ទះPrint Villa 4បន្ទប់គេងតម្លៃត្រឹមតែ 100000 ស្ដើងទេបងប្អូនអរគ្នាណាអញ្ចឹងសម្រាប់ម៉ូតនេះគឺស័ក្តិសមសម្រាប់ពុកម៉ែបងប្អូនបាទទាំងអស់គ្នាខ្លាំងមែនតើបាទបងប្អូនអាចធ្វើការចតឡាននៅក្រោមវេរ៉ង់ដារបស់យើងក៏បានដែរបងប្អូនអរគ្នាហើយខាងមុខនេះគឺយើងសល់ space ធំទលាយល្មមបាទយើងអាចរៀបចំបាទឬក៏យើងមានកម្មវិធីបាទជួបជុំជាមួយនឹងក្រុមគ្រួសាររបស់យើងអីបាទគឺយើងរៀបចំបានមួយអែមហ្មងបងប្អូនអរគ្នាហើយម៉ូតនេះហ៎បងប្អូនបាទជាហៀងផ្ទះនេះគឺយើងនៅសម1ម៉ែត្របងប្អូនអាចដើរបងណាបាទសម្អាតបរិវេណបាទផ្ទះរបស់យើងក៏បានដែរបងប្អូនអរគ្នាតោះឥឡូវខ្ញុំនាំបងប្អូនអរគ្នាបាទចូលទៅមើលខាងក្នុងបន្តិចព្រោះថាខាងក្នុងគឺទលាយខ្លាំងមែនតើបងប្អូនអរគ្នាណាបាទពេលដែលបងប្អូនបើកទ្វារចូលមកដល់ពើបែបហ្នឹងណាបងប្អូនឃើញទេបាទគឺទលាយមែនតើហើយសម្រាប់ម៉ូតនេះការដេគ័រមានទាំងវាំងននមានទាំងការដេគ័របាទផ្សេងនេះគឺថែមជូនបងប្អូនទាំងអស់គ្នាតែម្ដងណាបងប្អូនអរគ្នាហើយជាហៀងខាងនេះបងប្អូនឃើញទេបាទជាហៀងខាងនេះគឺធំទលាយមែនតើអញ្ចឹងបងប្អូនអាចរៀបចំដាក់ជាសាឡុងបាទកន្លែងអង្គុយលេងជួបជុំជាមួយនឹងគ្រួសាររបស់យើងឬក៏មានភ្ញៀវមកអញ្ចឹងណាបងប្អូនអរគ្នាបាទស្អាតមែនតើសម្រាប់ម៉ូត Print Villa មួយនេះបងប្អូនអរគ្នាហើយបងប្អូនឃើញគឺ space ធំទលាយខ្លាំងមែនតើបងប្អូនអរគ្នាព្រោះថាម៉ូតនេះគឺជាម៉ូត Print Villa ខ្នាតធំមកល្មមបងប្អូនអរគ្នាបាទពេលដែលបងប្អូនដើរមកខាងក្នុងបងឃើញហើយអញ្ចឹងកន្លែងនេះបងប្អូនអាចរៀបចំកន្លែងទទួលទានអាហារបាទលក្ខណៈគ្រួសាររបស់យើងណាបងប្អូនអរគ្នាហើយសម្រាប់មីលីបាសនេះគឺយើងថែមជូនបងប្អូនអរគ្នាដែរបងប្អូនឃើញហើយបាទគឺថែមជូនបងប្អូនមួយឈុតនេះគឺអែហ្មងបងប្អូនអរគ្នាបាទបងឃើញហើយបាទការដេគ័រការរៀបចំមកស្អាតជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាតែម្ដងហើយផ្ទះបាយរបស់យើងបងប្អូនឃើញហើយបាទផ្ទះបាយរបស់យើងគឺយើងមានទ្វារបិទបើកពេលដែលបងប្អូនចំអិនម្ហូបអាហារបងប្អូនបិទទ្វារមកបាទគឺក្លិនអត់ចូលផ្ទះរបស់យើងទេបងប្អូនអរគ្នាហើយការដេគ័របងប្អូនឃើញហ៎បាទសម្រាប់ការដេគ័រទូតាំងលើក្រោមមួយឈុតនេះក៏ថែមជូនបងប្អូនទាំងអស់គ្នាដែរហើយក៏យើងមានទ្វារបងប្អូនឃើញមានទ្វារបើកចេញទៅខាងក្រៅក៏បានដែរបងប្អូនទាំងអស់គ្នាតោះឥឡូវខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលបន្ទប់គេងរបស់យើងបងណាព្រោះថាម៉ូតនេះយើងបានរហូតទៅដល់4បន្ទប់គេងបាទ4បន្ទប់គេង4បន្ទប់ទឹកធំហ្មងណាបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់ម៉ូតនេះនៅជាន់ផ្ទាល់ដីគឺយើងមានបាទបន្ទប់គេងមួយបងប្អូនទាំងគ្នានេះបងប្អូនមកទលាយល្មមហើយទាំងនេះខ្ញុំអត់បានបើកភ្លើងទេបងប្អូនទាំងគ្នាខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាឃើញបាទថាការអត់បានបើកភ្លើងនឹងមានពន្លឺចេះចូលបន្ទប់របស់យើងហ្នឹងបាទមិនដែរបងប្អូនឃើញហើយគឺពន្លឺមកល្មមហើយបងប្អូនអាចបើកប្រអួចមកគឺខ្យល់អាចចេះចូលផ្ទះរបស់យើងបងណាចូលបន្ទប់របស់យើងបាទចំណេញភ្លើងទៀតហើយខាងនេះគឺជាបាទបន្ទប់ទឹកបាទបន្ទប់ទឹកនៅជាន់ផ្ទាល់ដីបងប្អូនអ្នកគ្នាអញ្ចឹងយើងមានបងប្អូនឬក៏មានបាទភ្ញៀវមកលេងអត់ប្របាក់ឲ្យគាត់ចូលបន្ទប់គេងរបស់យើងទេបាទគាត់អាចចូលបន្ទប់ទឹកនៅខាងក្រៅនេះក៏បានដែរបងប្អូនឃើញហើយបាទហើយ space ធំទលាយខ្លាំងណាបងប្អូនអ្នកគ្នាបាទតោះឥឡូវខ្ញុំនាំបងប្អូនអ្នកគ្នាទៅមើលជាន់ខាងលើមុនដល់ជាន់ខាងលើបងប្អូនឃើញស្ចដារបស់យើងគឺធំទលាយមែនតើបាទបងឃើញហ៎បាទងាយស្រួលបងប្អូនលើកសម្ភារៈឡើងចុះចឹងណាបងប្អូនអ្នកគ្នាហើយយើងមកដល់ចំណែកខាងនេះវិញគឺយើងមានទាំងប្រអួចមួយយ៉ាងធំបងប្អូនអ្នកគ្នាណាបាទពេលដែលបងប្អូនបើកប្រអួចចេះមកគឺពន្លឺចេះចូលផ្ទះរបស់យើងបងឃើញហើយម៉ូតនេះបងប្អូនអ្នកគ្នាពេលដែលបងប្អូនឡើងមកដល់ជាន់ខាងលើបងប្អូនឃើញអូយទលាយខ្លាំងមែនតើបាទនៅជាន់ខាងលើនេះយើងមានរហូតដល់3បន្ទប់គេងទៀតបាទនេះបន្ទប់មួយទៀតបងប្អូនបាទបន្ទប់គេងនេះគឺយើងដេគ័រមកគឺសម្រាប់កូនស្រីហ្មងបងប្អូនអ្នកគ្នាបាទពណ៌ភីងហ្មងណាបងប្អូនអញ្ចឹងបងប្អូនទិញហើយបងប្អូនដាក់តែសាឡុងបាទគឺបងប្អូនអាចស្នាក់នៅគេងបានហើយបងប្អូនអ្នកគ្នាណាបាទព្រោះថាយើងរៀបចំការដេគ័រនេះថែមជូនបងប្អូនអ្នកគ្នាហើយបាទមកស្អាតហ្មងណាបងប្អូនអ្នកគ្នាហើយនៅក្នុងបន្ទប់គេងរបស់យើង
គឺយើងមានបន្ទប់ទឹកស្រាប់បងប្អូនឃើញទេគឺយើងបែងចែកដាច់ពីគ្នាតែម្ដងបាទកន្លែងលុបមកកន្លែងដុសធ្មេញផ្សេងបាទកន្លែងមួយទឹកផ្សេងពេលដែលបងប្អូនមួយទឹកបងប្អូនបិទទ្វារចេញមកបាទគឺទឹកអត់សាចចេញមកខាងក្រៅទេហើយកន្លែងបត់ជើងរបស់យើងគឺផ្សេងតែដាច់ពីគ្នាហ្មងណាបងប្អូនទាំងគ្នាតោះឥឡូវនៅពីបន្ទប់គេងទៀតបងប្អូនទាំងគ្នាខាងនេះគឺជាបន្ទប់គេងកូនប្រុសរបស់យើងបងប្អូនឃើញទេបាទដែលកោមកអូយស្អាតមែនតើបងប្អូនទាំងគ្នាណាអញ្ចឹងនៅជាន់ខាងលើ3បន្ទប់គេងគឺមានបន្ទប់ទឹកស្រាប់តែម្ដងនៅក្នុងបន្ទប់គេងរបស់យើងបងប្អូនឃើញទេបាទគឺយើងបែងចែកដាច់ពីគ្នាតែម្ដងណាបងប្អូនតោះឥឡូវខ្ញុំនាំបងប្អូនទាំងគ្នាទៅមើលបន្ទប់មេគ្រួសារបន្ទប់មេគ្រួសារគឺមានទំហំធំជាងគេហើយការរៀបចំមកគឺស្អាតជាងគេមកបងឃើញទេអូយទលាយបងប្អូនទលាយខ្លាំងមែនតើនេះបន្ទប់ទឹករបស់យើងណាបងប្អូនទាំងគ្នាបាទខាងនេះគឺយើងដើរទៅវេរដងណារបស់យើងបងប្អូនអាចអង្គុយស្រូបយកខ្យល់អាកាសនៅពេលព្រឹកឬក៏ពេលល្ងាចអញ្ចឹងណាបងប្អូននេះបាទគឺ space របស់យើងគឺធំទលាយខ្លាំងមែនតើបងប្អូនណាបាទសម្រាប់បន្ទប់មេគ្រួសារនេះណាបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានតម្រូវការបងប្អូនអាចឆាតចូល page ឬក៏តាក់ទងមកលេខទូរស័ព្ទដែលបងប្អូនដាក់នៅលើ caption ខាងលើបងប្អូនអរគ្នាណាបាទឬក៏បងប្អូនឆាតចូល YouTube របស់ខ្ញុំបងប្អូនណាបាទខ្ញុំនឹងលម្អិតព័ត៌មានជូនបងប្អូនអរគ្នាបាទហើយខាងនេះគឺជាវេរ៉ង់ដារបស់យើងគឺមានទំហំធំល្មមបងប្អូនឃើញហ៎បាទនៅពេលល្ងាចឬក៏នៅពេលព្រឹកចឹងណាបងប្អូនបាទពេលអ្នកយាយតាឬក៏ជាមួយក្រុមគ្រួសាររបស់យើងអាចអង្គុយបាទលេងស្រូបយកខ្យល់អាកាសឬក៏អានសៀវភៅបាទញ៉ាំកាហ្វេនៅលើវេរ៉ង់ដារបស់យើងនេះបានមួយអែមហ្មងបងប្អូនទាំងគ្នាហើយពិសេសណាបងប្អូនទាំងគ្នាបាទពិសេសក្នុងថាម៉ូតនេះគឺយើងនៅលើផ្លូវមេ20ម៉ែត្របងប្អូនឃើញហើយបាទនៅកន្លងជុំវិញនេះបាទនៅទល់មុខយើងនេះសុទ្ធតែអតិថិជនដែលគាត់បានធ្វើការទិញហើយគាត់ទទួលបានផ្ទះទទួលបានប្លង់អស់ហើយបងប្អូនអរគ្នាណាបាទអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចឆាតបាទចូល YouTube របស់ខ្ញុំបាទឬក៏ឆាតចូល Page ខ្ញុំនឹងលម្អិតព័ត៌មានជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាតែម្ដងបាទពីខ្ញុំបាទរាវីនៅថ្ងៃនេះសូមអរគុណនិងសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយៗបន្តទៀតបងប្អូនទាំងអស់គ្នា